ឥណ្ឌូនេស៊ីអាណាចក្រកោះរាប់ពាន់សួស្តីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់ស្រមៃចង់ដើរលេងនៅប្រទេសមួយដែលមានកោះជាង 17,000 ដែរឬទេជាប្រទេសដែលដីគោកធំជាងទ្វីបអឺរ៉ុបហើយមានវប្បធម៌និងភាសាខុសៗគ្នារាប់រយផងដែរថ្ងៃនេះយើងនឹងធ្វើដំណើរដ៏អស្ចារ្យទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ីជាប្រទេសដែលមិនត្រឹមតែជាអ្នកជិតខាងយើងទេតែជាមហាអំណាចភូមិសាស្ត្រដ៏ពិសេសមួយនៅលើផែនដីតើអ្វីធ្វើឲ្យឥណ្ឌូនេស៊ីអស្ចារ្យម្ល៉េះតោះយើងស្វែងយល់អំពីភូមិសាស្ត្ររបស់វាទាំងអស់គ្នាឥណ្ឌូនេស៊ីគឺជាប្រទេសប្រជុំកោះធំជាងគេបំផុតមួយក្នុងពិភពលោកវាលាតសន្ធឹងពាសពេញខ្សែអេក្វាទ័រចាប់ពីភាគខាងលិចកោះស៊ូម៉ាត្រារហូតដល់ភាគខាងកើតកោះប៉ាពូទំហំដែនដីរបស់វាលាតសន្ធឹងស្មើនឹងការធ្វើដំណើរពីទីក្រុងឡុងដល់ទីក្រុងញូវយ៉កឯណោះកោះធំៗទាំង4ដែលគេស្គាល់ជាងគេគឺកោះស៊ូម៉ាត្រាល្បីល្បាញដោយសារព្រៃឈើត្រូពិចនិងសត្វអូរ៉ង់អូតង់កោះជ្វាជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោកមានរាជធានីចាកាតាកោះបូណេអូដែលឥណ្ឌូនេស៊ីហៅថាកាលីម៉ាន់តាន់កោះដែលចែករំលែកជាមួយនឹងម៉ាឡេស៊ីនិងប្រ៊ុយណេកោះស៊ូឡាវេស៊ីរាងដូចខ្យាដំរីកោះប៉ាពូជាកន្លែងដែលអ្នកអាចរកឃើញព្រៃត្រូពិចក្រាស់បំផុតអ្វីដែលធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីមានភាពពិសេសគឺទីតាំងភូមិសាស្ត្ររបស់វាស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្នំភ្លើងនេះជាកន្លែងដែលឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្មនិងអសកម្មជាង120កន្លែងប្រទេសឥណ្ឌូនេស៊ីមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋឥណ្ឌូនេស៊ីភាសាឥណ្ឌូនេស៊ី Republic Indonesia គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អាស៊ីអាគ្នេយ៍និងតំបន់មេឡានេស៊ីនៅចន្លោះរវាងមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកប្រទេសនេះមានកោះសរុបប្រមាណ 17,000 កោះដោយក្នុងនោះមានកោះសំខាន់ៗដូចជាកោះស៊ូម៉ាត្រាកោះស៊ូឡាវីស៊ីកោះជ្វាមួយផ្នែកនៃកោះបូណេអូនិងណូវេគីណេប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសកោះធំជាងគេបង្អស់ជាទូទៅវាជាប្រទេសធំបំផុត14នៅលើពិភពលោកដែលមានផ្ទៃកន្លាសរុបស្មើនឹង 1,904,569 គីឡូម៉ែត្រការ៉េដោយមានប្រជាជនសរុបប្រមាណ270 លាននាក់ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតទី4និងជាប្រទេសដែលមានប្រជាជនកាន់សាសនាអ៊ីស្លាមច្រើនជាងគេបំផុតផងដែរប្រជាជនឥណ្ឌូនេស៊ីជាងពាក់កណ្ដាលមានទីលំនៅនៅលើកោះជ្វាហើយវាក៏ត្រូវជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោកបើប្រៀបធៀបទៅនឹងកោះផ្សេងៗទៀតនៅលើពិភពលោកប្រវត្តិសាស្ត្រនៅដើមសតវត្សទី6នៅពេលដែលអាណាចក្រហ្វូណនកំពុងធ្លាក់ចុះរដ្ឋផ្សេងៗក្នុងក្រុមកោះឥណ្ឌូនេស៊ីមានការរីកចម្រើនយ៉ាងខ្លាំងអាណាចក្រដែលធំជាងគេគឺអាណាចក្រស្រីវីចាយ៉ាអាណាចក្រម៉ាតារ៉ាំនិងចក្រភពម៉ាចាផាហិតរដ្ឋទាំង3នេះមានអរិយធម៌បែបឥណ្ឌូជ្វានិងពុទ្ធសាសនាមហាយានអាណាចក្រអ៊ីស្លាមនៅពេលអាណាចក្រហិណ្ឌូចាប់ផ្ដើមធ្លាក់ចុះរវាងគ្រិស្តសករាជ1507ដល់1520អាណាចក្រមូស្លីមក៏ចាប់ផ្ដើមរុងរឿងនៅកោះជ្វាភាគកណ្ដាលស៊ូម៉ាត្រាស៊ូឡាវីស៊ីកាលីម៉ាន់តាន់ហើយជះឥទ្ធិពលធ្វើឲ្យភាសាម៉ាឡេដែលជនជាតិមូស្លីមក្នុងបរិវេណនោះកំពុងប្រើបានផ្សាយចេញទៅនិងក្លាយជាភាសាប្រចាំជាតិរបស់ឥណ្ឌូនេស៊ីតែម្ដងនយោបាយនិងការគ្រប់គ្រងតំបន់ដែលជាប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្នជាអាណាខេត្តដែលកំណត់ទុកកាលពីឆ្នាំ1910កាលនោះដែនដីរបស់ឥណ្ឌូនេស៊ីខុសពីលក្ខណៈដូចបច្ចុប្បន្នសង្គ្រាមអាស៊ីបូព៌ាឥណ្ឌូនេស៊ីត្រូវគេស្គាល់ក្នុងនាមជាប្រទេសកោះឥណ្ឌាខាងកើតរបស់ហូឡង់នយោបាយប្រជាជនជាផ្នែកមួយនៃចរន្តប្រជាសង្គមបើនិយាយអំពីនយោបាយប្រជាជននៅឥណ្ឌូនេស៊ីគឺជាយុគសម័យបច្ចុប្បន្នចាំបាច់ត្រូវឈានទៅដល់ស្ថានភាពទូទៅក្នុងសម័យនៃប្រធានាធិបតីស៊ូហាតូថាបើកឱកាសឲ្យប្រជាជនបានចូលរួមក្នុងកិច្ចនយោបាយដល់កម្រិតណាលោកប្រធានាធិបតីស៊ូហាតូគ្រប់គ្រងប្រទេសតាំងពីថ្ងៃទី11ខែមីនាឆ្នាំ1966ដោយប្រើច្បាប់ទាហានមកគ្រប់គ្រងប្រទេសមានការរដ្ឋបិទចំពោះអ្នកសិក្សា
បញ្ញាជនសិល្បករប្រព័ន្ធផ្សព្វផ្សាយក្រុមជនជាតិចិននិងក្រុមមូស្លីមផ្សេងៗធ្វើឲ្យរបៀបថ្មីក្លាយជាមូលដ្ឋានសំខាន់នៅក្នុងនយោបាយរបស់ប្រទេសឥណ្ឌូនេស៊ីធ្វើឲ្យកើតមានអំណាចផ្ដាច់ការនៅប្រទេសឥណ្ឌូនេស៊ីអស់រយៈពេល32ឆ្នាំគឺចាប់ពីគ្រិស្តសករាជ1966ដល់1998ការរួបរวมបកនយោបាយជានយោបាយសំខាន់ដែលស៊ូអាតូប្រើដើម្បីកាត់បន្ថយបកនយោបាយផ្សេងៗដោយផ្ទាល់ហេតុផលថាប្រទេសដែលមានភាពចម្រុះខាងជនជាតិសាសនាវប្បធម៌នោះមានបកនយោបាយច្រើនជាការមិនសមស្របក្នុងការបង្កើតស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចលក្ខណៈភូមិសាស្ត្រប្រទេសឥណ្ឌូនេស៊ីស្ថិតនៅខាងចុងភូមិភាគអាស៊ីអាគ្នេយ៍ឈ្មោះប្រទេសជាភាសាក្រិកដែលមានន័យថាក្រុមកោះឥណ្ឌាខាងកើតដោយសារស្ថិតនៅខាងចុងនៃភូមិភាគអាស៊ីអាគ្នេយ៍ទើបคล้ายទៅជាចំណុចបែងចែករវាងទ្វីបអាស៊ីនិងទ្វីបអូស្ត្រាលីហើយជាប្រទេសដែលខាំងរវាងមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកទៀតផងឥណ្ឌូនេស៊ីជាប្រទេសដែលមានភ្នំភ្លើងច្រើនជាងគេបំផុតនៅលើពិភពលោកហើយក្នុងចំណោមនោះមានភ្នំភ្លើងដែលមានសកម្មចំនួន129ដោយគិតតែនៅលើកោះជ្វាមាន38កន្លែងភ្នំភ្លើងដែលខ្ពស់បំផុតគឺភ្នំភ្លើងសេមេរូកម្ពស់3676ម៉ែត្រនៅភាគខាងកើតនៃកោះជ្វាភ្នំភ្លើងមួយកន្លែងទៀតគឺភ្នំភ្លើងប្រូម៉ូកម្ពស់2392ម៉ែត្រក្រៅពីនេះមានភ្នំភ្លើងមេរ៉ាពីដែលមានកម្ពស់2919ម៉ែត្រផែនទីដែលបង្ហាញពីលក្ខណៈភូមិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ីមានលក្ខណៈភូមិសាស្ត្រជាក្រុមកោះមានចំនួនប្រមាណ17500កោះហើយមានភ្នំខ្ពស់ជួរភ្នំនិងភ្នំភ្លើងជាច្រើនកោះខ្លះមានលក្ខណៈភូមិសាស្ត្រទាំងអស់នេះនៅលើកោះតែមួយប្រជាសាស្ត្រប្រទេសឥណ្ឌូនេស៊ីមានកោះច្រើនជិត20000កោះមានក្រុមជនជាតិផ្សេងជាង300ក្រុមមានប្រជាជនប្រមាណ200លាននាក់ប្រជាជនគោរពសាសនាអ៊ីស្លាមជាប្រទេសមូស្លីមធំជាងគេនៅលើពិភពលោកក្នុងលក្ខណៈជាពហុភាពទើបប្រទេសឥណ្ឌូនេស៊ីមានបើវចនាប្រកាសឲ្យពិភពលោកទទួលស្គាល់ថាជាប្រទេសមានឯកភាពក្នុងពហុភាពសេដ្ឋកិច្ចទីក្រុងចាកាតាគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីជាសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញប្រេងនិងឧស្សាហកម្មជាតិឧស្សាហកម្មប្រេងជាប្រភពសំខាន់បំផុតក្នុងការរកប្រាក់ចំណូលឲ្យឥណ្ឌូនេស៊ីចាប់តាំងពីសម័យក្រោយឯករាជ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីបានយកប្រាក់ចំណូលពីការអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ចជាពិសេសខាងផ្នែកដឹកជញ្ជូននិងគមនាគមន៍បង្កើតឧស្សាហកម្មដែលមានការវិនិយោគឆ្ពោះទៅរកភាពរឹងមាំដល់ឧស្សាហកម្មរបស់ប្រទេសដូច្នេះពេលកើតវិបត្តិប្រេងនៅលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ1980ដល់1984ដែលតម្លៃប្រេងនៅក្នុងទីផ្សារពិភពលោកធ្លាក់ចុះយ៉ាងគំហុកធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរួមរបស់ឥណ្ឌូនេស៊ីទើបរដ្ឋាភិបាលងាកមកអភិវឌ្ឍឧស្សាហកម្មការផលិតកាត់បន្ថយការពឹងផ្អែកប្រាក់ចំណូលដែលបានពីប្រេងនិងឧស្ម័នធម្មជាតិដូចជាឧស្សាហកម្មតម្បាញរ៉ែលោហៈមានតម្លៃទំនិញឧស្សាហកម្មផ្សេងៗរួមទាំងអភិវឌ្ឍវិស័យកសិកម្មដើម្បីបន្ថែមផលិតផលធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីមានស្រូវគ្រប់គ្រាន់សម្រាប់ចិញ្ចឹមខ្លួនដោយមិនពឹងផ្អែកលើការនាំចូលដូចមុនទៀតលើកលែងតែឆ្នាំខ្លះដែលផលិតស្រូវមិនសូវបានល្អក្នុងពេលជាមួយគ្នានេះដែរប្រាក់ចំណូលដែលបានមកពីការនាំចេញទំនិញផ្សេងៗដែលមិនមែនជាប្រេងនិងឧស្ម័នធម្មជាតិក៏មានការកើនឡើងជាលំដាប់ជាពិសេសទំនិញឧស្សាហកម្មបានក្លាយជាទំនិញនាំចេញដ៏សំខាន់ក្នុងពេលបច្ចុប្បន្នដោយគិតជាភាគរយគឺ 75% នៃទំនិញនាំចេញ